សួស្តីមិត្តយុវជនទាំងអស់គ្នាថ្ងៃនេះខ្ញុំមានវីដេអូមួយដែលនិយាយអំពីផ្នត់គំនិតចង់សក់តើវាពិតជាផ្ដល់ក្តីសក់ឲ្យយើងពិតមែនឬទេតើអ្នកធ្លាប់ឮពាក្យថាកុំចង់ចេះកុំចង់ដឹងឬនៅឲ្យតែមានក្តីសក់ទៅបានហើយដែលឬទេក្នុងនាមជាយុវជនយើងតែងតែត្រូវបដៅឲ្យខ្លាចប៉ះពាល់ការងារខ្លាចមានគេស្អប់ឬខ្លាចមានបញ្ហាដល់ខ្លួនឯងផ្នត់គំនិតចង់សក់នេះហើយដែលធ្វើឲ្យយើងជ្រើសរើសមិនខ្វល់ខ្វាយអំពីរឿងសង្គមរឿងនយោបាយយើងគិតថាបើយើងមិននិយាយយើងនឹងសុខប៉ុន្តែសួរថាតើយើងសុខបានយូរប៉ុណ្ណាបើប្រព័ន្ធអប់រំមិនល្អតើបងប្អូនយើងសុខដែរទេបើតំណែងឡើងថ្លៃគ្មានឱកាសការងារតើគ្រួសារយើងសុខដែរទេកាលដែលយើងមិនខ្វល់ខ្វាយពីរឿងនយោបាយមិនមែនមានន័យថានយោបាយមិនខ្វល់ខ្វល់ពីយើងនោះទេរាល់ការសម្រេចចិត្តរបស់គេគឺសុទ្ធតែប៉ះពាល់ឆ្នាំងបាយនិងអនាគតរបស់យើងទាំងអស់គ្នាការឈប់ខ្លាចមិនមែនមានន័យថាទៅបង្កចំនួននោះទេប៉ុន្តែវាគឺជាការចាប់ដើមការរៀនយល់ដឹងកុំបណ្ដោយឲ្យពាក្យថាចង់សក់ខ្លាចជាច្រវាក់ចងជើងយុវជនរបស់យើងមិនឲ្យរីកចម្រើនព្រោះថាសង្គមមួយដែលពោរពេញដោយមនុស្សខ្លាចគឺជាសង្គមមួយដែលមិនមានការអភិវឌ្ឍពិតប្រាកដក្នុងនាមជាយុវជនតើយើងជ្រើសរើសយកការរស់នៅក្នុងភាពខ្លាចឬរស់នៅក្នុងការយល់ដឹងជាជំរឿនរបស់អ្នកខមមិនខាងក្រោម